ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល Android វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបភ្ជាប់អត្តសញ្ញាណប័ណ្ណថ្មីជាមួយនឹងគណនីធនាគារ ACLEDA អញ្ចឹងសម្រាប់បងប្អូនយើងដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពបងប្អូនគួរតែធ្វើអត្តសញ្ញាណប័ណ្ណថ្មីឲ្យហើយមកបន្ទាប់ពីធ្វើបានហើយចាំយកមកភ្ជាប់ជាមួយនឹងគណនី ACLEDA របស់យើងប៉ុន្តែបើសិនជាបងប្អូនអត់ទាន់បានធ្វើឬក៏ធ្វើមិនទាន់ហើយទេយើងអាចប្រើបដោះសនសិនក៏បានដែរវាអត់មានចោតជាបញ្ហាអីទេយើងនៅតែអាចប្រើគណនី ACLEDA បានធម្មតាអញ្ចឹងគាត់ថាមុននឹងក្រោយយើងគង់តែភ្ជាប់ថ្មីទៅដែរយើងភ្ជាប់ឲ្យហើយទៅបើសិនជាយើងមានអត្តសញ្ញាណប័ណ្ណថ្មីហើយណាបាទអូខេតោះអញ្ចឹងយើងមកដឹងពីរបៀបភ្ជាប់តែម្ដងជំហានដំបូងយើងចុចបើក app ACLEDA Mobile របស់យើងមកបន្តមកទៀតយើងចុចកន្លែងពាក្យថាគណនីណាកន្លែងណាមានពាក្យថាគណនីយើងចុចកន្លែងហ្នឹងមកបាទចុចកន្លែងគណនីហើយយើងវាយលេខកូដសម្ងាត់6ខ្ទង់របស់យើងមកដល់ត្រង់កន្លែងនេះបើសិនជាបងប្អូនមានគណនីលេខ14ខ្ទង់យើងត្រូវចុចនៅលើគណនីលេខ14ខ្ទង់នឹងទៅប៉ុន្តែបើសិនជាបងប្អូនអត់ទាន់មានគណនីលេខ14ខ្ទង់ទេបងប្អូនចុចទៅលើគណនីណាមួយក៏បានដែរអាសញ្ញាចុច3ណាបាទនេះសញ្ញាចុច3អញ្ចេះបាទអូខេសម្រាប់គណនីរបស់ខ្ញុំមានគណនីលេខ14ខ្ទង់អញ្ចឹងខ្ញុំត្រូវអូសរកគណនីលេខ14ខ្ទង់ជាប្រភេទគណនីប្រាក់រៀលក៏បានប្រាក់ដុល្លារក៏បានដែរអត់ប្រកាន់ទេបាទអូខេអញ្ចឹងយើងចុចកន្លែងសញ្ញាចុច3ហ្នឹងមកបាទអញ្ចឹងមកដល់កន្លែងនេះយើងចុចទៅលើកន្លែងបច្ចុប្បន្នភាពព័ត៌មានកន្លែងសញ្ញាប៊ិចនេះបាទលេខរៀងទី2នេះចុចមកអូខេអញ្ចឹងព័ត៌មានខាងលើនេះយើងមិនបាច់ចាំឲ្យខ្វល់មួយវាទេបាទអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងកែថ្ងៃចេញអត្តសញ្ញាណប័ណ្ណរបស់យើងបាទថ្ងៃចេញអត្តសញ្ញាណប័ណ្ណថ្មីរបស់យើងហើយនឹងកែថ្ងៃផុតសុពលភាពនៃអត្តសញ្ញាណប័ណ្ណថ្មីរបស់យើងបាទអញ្ចឹងឥឡូវយើងធ្វើការកែទាំងអស់គ្នាមកយើងមើលទៅលើអត្តសញ្ញាណប័ណ្ណរបស់យើងណាបាទឥឡូវខ្ញុំបង្ហាញតិចនេះបងប្អូនត្រូវមើលកន្លែងនេះបាទសុពលភាពនេះយើងចេញថ្ងៃណាចេញរបស់ខ្ញុំចេញថ្ងៃ14ខែ1ឆ្នាំ2026ហើយសុពលភាពដល់ថ្ងៃណាអញ្ចឹងសុពលភាពរបស់ខ្ញុំថ្ងៃ13ខែ1 2036បាទអញ្ចឹងរយៈពេល10ឆ្នាំអញ្ចឹងយើងយកថ្ងៃចេញហើយនឹងថ្ងៃផុតសុពលភាពពីកន្លែងហ្នឹងមកបាទយើងមើលអាថ្ងៃចេញយើងយកនេះទៅបំពេញមកហើយអាថ្ងៃផុតសុពលភាពយើងយកនេះមកបំពេញមកបាទអូខេអញ្ចឹងឥឡូវសូមបរិយាតិចបាទឲ្យបងប្អូនមើលឃើញយើងច្បាស់តិចណាអញ្ចឹងយើងលុបថ្ងៃចេញអាចាស់របស់យើងមកហើយចាំសរសេរថ្មីលុបមកអញ្ចឹងយើងមើលលើអត្តសញ្ញាណប័ណ្ណរបស់យើងដែលខ្ញុំបានបង្ហាញមិញណាថ្ងៃចេញនៅខាងដើមគេបាទរបស់ខ្ញុំថ្ងៃ14ខែ1 2026បាទអូខេហើយថ្ងៃផុតសុពលភាពយើងមើលខាងចុងមិញដែលខ្ញុំបង្ហាញមិញណាបាទអូខេចឹងខ្ញុំលុបសិនអូខេចឹងថ្ងៃផុតសុពលភាពគឺថ្ងៃ13យើងសេតលេខ13មកហើយខែដល់ខែយើងសេខែធម្មតាមកវានឹងចេញសញ្ញាដកឲ្យយើងហើយបាទ13ខែ1 2036បាទអូខេតែប៉ុណ្ណឹងហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងត្រូវថតរូបអត្តសញ្ញាណប័ណ្ណរបស់យើងដូចយើងចុចកន្លែងសញ្ញាកាមេរ៉ានៅកន្លែងនេះអញ្ចឹងយើងត្រៀមអត្តសញ្ញាណប័ណ្ណរបស់យើងនៅដាក់នៅខាងក្រោមទូរស័ព្ទមកឥឡូវខ្ញុំសេរីកាមេរ៉ាបន្តិចអូខេអញ្ចឹងយើងចុចកន្លែងសញ្ញាកាមេរ៉ាមកដើម្បីថតរូប selfie មុខយើងផ្ទាល់ហើយនឹងថតអត្តសញ្ញាណប័ណ្ណបាទអញ្ចឹងយើងចុចកន្លែងកាមេរ៉ាមកអូខេអញ្ចឹងយើងថតកុំឲ្យដាច់លក្ខជាដាច់សក់ដាច់ចកាអញ្ចឹងណាបាទយើងថតត្រឹមស្មាឡើងលើមកបាទថតមុខយើងត្រឹមស្មាឡើងលើអូខេចុចថតមក
ហើយរកកន្លែងមានពលឺគ្រប់គ្រាន់ផងបាទចុចថតតែម្ដងបាទបន្ទាប់ពីយើងថតរូប selfie ហើយយើងថតអត្តសញ្ញាណប័ណ្ណរបស់យើងអញ្ចឹងយើងដាក់អត្តសញ្ញាណប័ណ្ណរបស់យើងនៅខាងក្រោមទូរស័ព្ទឲ្យហើយមកអញ្ចឹងយើងចុចកន្លែងពាក្យថាយល់ព្រមខ្ញុំរួចរាល់ហើយបាទត្រៀមអត្តសញ្ញាណប័ណ្ណមកអូខេបាទយើងគ្រាន់តែដាក់ទៅវានឹងថតអូតូបាទវា scan ចាប់យកអត្តសញ្ញាណប័ណ្ណរបស់យើងអូតូមកអញ្ចឹងបើសិនជាលទ្ធផលនៃការ scan អូតូនឹងវាច្បាស់ហើយយើងអាចមើលឃើញព័ត៌មានតបខ្លួនរបស់យើងច្បាស់ហើយយើងចុចបន្ទាប់មកតែបើសិនជាអត់ច្បាស់ទេយើងថតម្ដងទៀតមកបាទឥឡូវដោយសារតែអត្តសញ្ញាណប័ណ្ណមួយនេះខ្ញុំថតឃើញថាវា scan ច្បាស់ហើយអញ្ចឹងយើងចុចពាក្យថាបន្ទាប់មកបាទអូខេអញ្ចឹងជំហានបន្តទៀតយើងចុចបន្តចាំ name plate អូខេអញ្ចឹងមកដល់កន្លែងនេះយើងចុច tick កន្លែងនេះទាំងពីរមកបាទចុច tick កន្លែងនេះទាំងពីរមកបាទយើងត្រូវប្រកាសថាអត្តសញ្ញាណប័ណ្ណឬក៏ passport របស់យើងជាអត្តសញ្ញាណប័ណ្ណច្បាប់ដើមឬក៏ passport ច្បាប់ដើមអូខេយើង tick ឬក៏គ្រីសទៅពីរហ្នឹងមកហើយយើងចុចយល់ព្រមមកតែប៉ុណ្ណឹងគឺរួចរាល់ហើយបាទនេះគេដាក់ថាសំណើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានបានសម្រេចអញ្ចឹងបន្ទាប់ពីយើងបញ្ជូនព័ត៌មានផ្ទាល់ខ្លួនថ្មីរបស់យើងទៅរួចរាល់ហើយខាងបុគ្គលិក Exilda នឹងធ្វើការត្រួតពិនិត្យមួយតង់ទៀតដើម្បីឲ្យកាន់តែច្បាស់ថាព័ត៌មានដែលយើងផ្ដល់ទៅនឹងវាច្បាស់អាចទទួលយកបានឬក៏អត់អញ្ចឹងណាបាទបន្ទាប់មកខាងធនាគារនឹងផ្ញើការជូនដំណឹងមួយមកកាន់យើងតាមរយៈ app Exilda Mobile ផ្ទាល់បាទកាលពីមុនយើងចំណាយពេលរងចាំយូរប៉ុន្តែឥឡូវខ្ញុំសង្កេតឃើញថាมันជាយូរប្រហែលទេយ៉ាងយូរពី3ថ្ងៃទៅមួយអាទិត្យអីហ្នឹងគឺចេញលទ្ធផលមកហើយថាភ្ជាប់អត្តសញ្ញាណប័ណ្ណថ្មីនឹងបានសម្រេចឬក៏អត់បាទបន្ទាប់ពីខ្ញុំបានបញ្ជូនព័ត៌មានរួចរយៈពេល1ថ្ងៃក្រោយមកខាងក្រុមហ៊ុន Exilda បានផ្ដល់ការជូនដំណឹងមួយមកកាន់ខ្ញុំតាមរយៈ app Exilda ផ្ទាល់ដោយគេបានបញ្ជាក់ប្រាប់ថាព័ត៌មានគណនីត្រូវបានធ្វើបច្ចុប្បន្នភាពដោយជោគជ័យអញ្ចឹងបានន័យថាខាងបុគ្គលិកគេធ្វើការត្រួតពិនិត្យរួចរាល់ហើយគេអនុម័តឬក៏គេទទួលស្គាល់ថាព័ត៌មានដែលយើងបានបញ្ជូនទៅហ្នឹងគឺពិតជាត្រឹមត្រូវតាមគោលការណ៍របស់ខាងធនាគាររបស់គេអញ្ចឹងណាបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចពាក្យជាឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងមានចម្ងល់អត់យល់តាមអត់ទាន់ត្រង់ចំណុចណាមួយបងប្អូនអាចសរសេរ comment នៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ